ពេលចាស់ពេលចាស់ដេកឈឺខ្លួនណាបងប្អូនណាកាលនៅក្មេងៗយើងធ្វើការធ្ងន់លើកសាច់ដុំមកលើកសាច់ដុំលើកនោះលើកនេះធ្វើការធ្ងន់ណាចេះផ្សេងលើកសាច់ដុំណាជីកង់ជាអីហ្នឹងអូបងប្អូនដល់ចាស់វាធ្វើទុកដេកទៅគេយកទៅបងមួតណាតើមានបងប្អូនណាចូលមើលណាអ្នកនៅសហរដ្ឋនៅគេងទៅនៅស្រុកខ្មែរក៏ចូលគេងអ្នកនៅសហរដ្ឋមិនទាន់ក្រោកបងប្អូននេះអត្រែតណាកូនខ្ញុំទៅធ្វើការមែនណាអាពៅមកឈប់អាពៅអាបងចេញទៅអាពៅឈប់ទៅអាបងឈប់ទៅវិញណាជីវិតមនុស្សបានគូនេះបងបានបានទៅចូលមានមនុស្សចូលម្នាក់នៅយុគនៅស្រុកខ្មែរហ្នឹងម៉ោងម៉ាននៅស្រុកខ្មែរម៉ោង10ហើយបងប្អូនណាម៉ោង9ណាគេងណាបងអើយសាសបណ្ណដុកជម្រាបសួរបងប្អូនលាក់គីបងប្អូនចូលម្នាក់នៅថ្ងៃនេះនឹងនិយាយរឿងប៉ុន្តែយឺតក្រោកណាក្រោកយឺតដែរបងប្អូននៅថ្ងៃរះនេះថ្ងៃរះបើថ្ងៃល្អក្តៅទៀតដែរបងប្អូនថ្ងៃនេះក្តៅមកសុំវិញក៏ក្តៅថ្ងៃនេះក៏ក្តៅណាសហរដ្ឋបងប្អូននៅសហរដ្ឋឲ្យតែខែក្តៅគឺក្តៅមែនទេណាធាតុអាកាសវាអត់មានលំនឹងទេបងប្អូនណាស្រុកខ្មែរយើងធាតុអាកាសល្អណាស់ស្រុកអាមេរិកកាំងខែតិចកដល់ខែក្តៅបែកឆេះខ្នងណាបងប្អូនណាបើនៅរដ្ឋអារីโซណានឹងក្តៅណាអាំងសាច់អាំងអីដាក់លើសង្កសីណាបងប្អូនណាចូលទៅបាត់ឥឡូវនេះខ្ញុំនឹងនិយាយណែនេះចូលទៅបាត់ណាថ្ងៃនេះនឹងនិយាយរឿងច្បាប់អន្តរជាតិណារឿងណែករណីយួនឈ្លានពានដីខ្មែរណាអត់មានណាចង់ស្ដាប់ទេបងប្អូនអារឿងនេះតើឡើងណាតើអ្នកចូលចិត្តនយោបាយណាខ្មែរយើងពេលណានិយាយរឿងច្បាប់អន្តរជាតិណាច្បាប់អន្តរជាតិខ្មែរយើងមិនចាប់អារម្មណ៍ទេណាបងប្អូនណាជម្រាបសួរបងប្អូនថ្ងៃនេះនឹងនិយាយរឿងឲ្យបានគ្នាច្រើនណា
ពេលណាតាកតងនឹងច្បាប់វាឈឺក្បាលណាបងប្អូនពេលណាតាកតងនឹងច្បាប់អន្តរជាតិវាឈឺក្បាលខ្មែរយើងការយល់ដឹងក៏តិចណាស់ណាណែយើងនៅជាមួយហ៊ុនសែនណានៅជាមួយហ៊ុនសែនណាណែគេផ្សាយរាល់ថ្ងៃណាគេផ្សាយគេថាគេមករំដោះណាឥឡូវនេះឈប់ផ្សាយណាគេមករំដោះស្រុកខ្មែរផុតពីវាលពិឃាតណាបងប្អូនគេមករំដោះស្រុកខ្មែរផុតពីវាលពិឃាតណែចាំមើលបងប្អូនចូលស្ដាប់ទៅណាបងប្អូនណាចេញចូលណាយើងមិនសូវនៅប្រធានបទថ្ងៃហ្នឹងណាការឈ្លានពានទឹកដីខ្មែររបស់យួនខុសច្បាប់អន្តរជាតិណានៅប្រធានបទថ្ងៃហ្នឹងណាឲ្យបងប្អូនចូលចេញចូលបងប្អូនមិនសូវចង់ណាប្រធានបទនេះបងប្អូនមិនសូវចង់ស្ដាប់ទេណាបងប្អូនណែមួយស្រុកខ្មែរយើងណាកំណត់ជាតិនិយមហើយឥឡូវយួនគេគ្រប់គ្រងបានណាយួនគេគ្រប់គ្រងបានទាំងអស់ហ្នឹងណាបងប្អូនកុំដាច់ណែបងមនោជរៀបសួរណាបងមនោនៅខល text អីទេបងមនោក្រោកព្រឹកណាស៊ីណូណាជរៀបសួរបងប្អូនបងប្អូននៅពេលព្រឹកបងប្អូននៅស្រុកខ្មែរចង់គេងអស់ហើយបងប្អូននៅពេលព្រឹកនៅសហរដ្ឋឥឡូវនោះម៉ោង6ហើយបងប្អូនម៉ោង6ណាហើយប្រធានបទថ្ងៃនេះវាជាប្រធានបទមួយបទអ្នកដែលសិក្សាណាបងប្អូនដែលចូលចិត្តសិក្សាច្បាប់អន្តរជាតិណាច្បាប់អន្តរជាតិហើយនឹងអ្នកដែលចាប់អារម្មណ៍ពីនយោបាយណាជាប្រធានបទមួយដែលយើងគួរយើងហៅថាចង់ដឹងជាប្រធានបទដែលបងប្អូនចង់ដឹងបានតែខ្មែរយើងរឿងនយោបាយរឿងអីណាចូលមកបាន3នាក់អរគុណថ្ងៃនេះខ្ញុំនឹងអធិប្បាយណាបងប្អូនពីព្រោះយួនឈ្លានពានដីខ្មែរក្នុងនៅឆ្នាំខែមករាថ្ងៃទី7ណា7មករាឆ្នាំ79ហ្នឹងណាជាប្រធានបទមួយណាជាប្រធានបទមួយតាកតងនឹងច្បាប់អន្តរជាតិណាបងប្អូនជាប្រធានបទមួយដែលតាកតងហើយជជែកគ្នាច្រើនណាស់រឹបណា3ដង4ដងនៅក្នុងច្បាប់អន្តរជាតិនៅក្នុងសាវនាការច្បាប់អន្តរជាតិហ្នឹងណែតវ៉ាគ្នាទៅមកហ្នឹងណាយួនចាំមើលណាបងប្អូនយួនគេថាគេមកណាមកចូលស្រុកខ្មែរហ្នឹងគេមករំដោះប្រជាពលរដ្ឋខ្មែរណារំដោះប្រជាពលរដ្ឋខ្មែរណែឲ្យផុតពីវាលពិឃាតនឹងយួនគេអះអាងណាបងប្អូនយួនគេអះអាងប្រទេសខ្មែរជាប្រទេសណាចូលមកបាន6នេះបងប្អូនណាស្ដាប់ណាប្រធានបទនេះជាប្រធានជាមេរៀនមួយដែលខ្ញុំអង្គុយរៀននៅក្នុងថ្នាក់ពេលនោះសាស្ត្រាចារ្យខ្ញុំចេញចូលស្រុកថៃនៅពេលគេចូលចេញចូលស្រុកថៃហើយមួយទៀតចេញចូលញូវយ៉កនៅពេលគេកាត់ក្តីណាគេកាត់ក្តីនៅស្រុកខ្មែរគេកាត់ក្តីយើងហៅថាដាក់ទណ្ឌកម្មយួនណាយើងហៅថាដាក់ទណ្ឌកម្មយួនណាពេលហ្នឹងវាទន្ទឹមជាមួយគ្នាហ្នឹងវាស្របនឹងពេលគេយើងហៅថា
សង្គ្រាមត្រជាក់ណាគ្រប់ប្រទេសខ្លាចឥទ្ធិពលរុស្ស៊ីណាខ្លាចឥទ្ធិពលកុម្មុយនីសណាដូច្នោះហើយបានជាអន្តរជាតិគេនឹមគ្នាហើយមួយទៀតខ្លាចឥទ្ធិពលកុម្មុយនីសដល់អាកុម្មុយនីសវាឈ្លានពានប្រទេសខ្មែរមួយទៀតកុម្មុយនីសយួនមួយឈ្លានពានកុម្មុយនីសណែកុម្មុយនីសខ្មែរកុម្មុយនីសខ្មែរមិនមែនជាកុម្មុយនីសណែរុស្ស៊ីទេណាបងប្អូនកុម្មុយនីសខ្មែរណែជាកុម្មុយនីសរបស់ចិនជាមិត្តភាពរបស់អាមេរិកសម័យនោះណាសម័យ79 70សម័យសង្គ្រាមត្រជាក់ហ្នឹងចិនណាចិនជាណែមិត្តភាពនឹងអាមេរិកដល់អាយួនដល់យួនវាមានឥទ្ធិពលមកពីរុស្ស៊ីណាបងប្អូនក្រមឥទ្ធិពលរបស់រុស្ស៊ីដល់យួនឈ្លានពានដីខ្មែរអន្តរជាតិចាប់ផ្ដើមយើងហៅថាខ្លាចការលាតត្រដាងឥទ្ធិពលរបស់រុស្ស៊ីណាគេមិនខ្លាចទេចិនហ្នឹងណាគេខ្លាចរុស្ស៊ីណាពីព្រោះនៅណែយើងហៅយុរ៉ុបណាយុរ៉ុបខាងកើតហ្នឹងគឺទាំងអស់ប្រទេសទាំងអស់ហ្នឹងត្រូវរុស្ស៊ីឈ្លានពានបានដោយប្រទេសរ៉ូម៉េនីប្រទេសប៉ូឡង់ឆេកូស្លូវ៉ាគីប្រទេសណែទូចហុងគ្រីប៊ុលហ្គារីណាលីបវីប្រទេសអស់ហ្នឹងសាតែនៅក្រោមឥទ្ធិពលរបស់ណែនៅក្រោមឥទ្ធិពលរបស់រុស្ស៊ីណាការលាតត្រដាងណាការលាតត្រដាងឥទ្ធិពលរបស់រុស្ស៊ីវាខ្លាំងណាស់នៅសម័យ70សម័យ60សម័យ70បន្ទាប់ពីសង្គ្រាមលោកលើកទី2នេះដល់នៅអាស៊ីយើងណែវាមានប្រទេសយួនដែលគេខ្លាចណាវាមានប្រទេសយួនដែលគេខ្លាចណាគេខ្លាចវាលាតត្រដាងចូលមកថៃចូលមកសិង្ហបុរីចូលមកភូមាណាចូលមកជម្រាបសួរណែសាឡុង FC ជម្រាបសួរម្ដងហ្នឹងដល់វាឈ្លានពានទឹកយួនឈ្លានពានទឹកដីខ្មែរហ្នឹងអន្តរជាតិគេចាប់ផ្ដើមធ្វើម៉េចទប់ស្កាត់កុំឲ្យវាចូលដីថៃទាន់ពីព្រោះប្រទេសសិង្ហបុរីជាប្រទេសដែលសេដ្ឋកិច្ចចម្រើនណាធាលីជម្រាបសួរក្មួយស្រីប្រទេសសិង្ហបុរីជាប្រទេសដែលមួយទៀតជាទីតាំងចំណតយន្តហោះនាវាចម្បាំងណាជាទីតាំងចតនាវាចម្បាំងរបស់ណែប្រទេសសិង្ហបុរីក្មួយធាលីជម្រាបសួរប្រទេសថៃនិងប្រទេសសិង្ហបុរីជាកន្លែងចតនាវាចម្បាំងរបស់អាមេរិកធ្វើម៉េចទប់ឲ្យបានជាប់នៅដីខ្មែរហ្នឹងពេលយួនឈ្លានពានដីខ្មែរប្រទេសលោកសេរីភ័យបងប្អូនភ័យណាហើយមួយទៀតម្ដងនេះគេចាប់ផ្ដើមណាបងប្អូនយួនគេថាគេមកឈ្លានពានដីខ្មែរហ្នឹងដើម្បីណែរំដោះខ្មែរឲ្យផុតពីវាលពិឃាតរបស់ពលពតនឹងយួនគេយល់លេះកន្លែងហ្នឹងម្ដងវាតាកតិននឹងច្បាប់អន្តរជាតិណាបងប្អូនតាកតិននឹងច្បាប់អន្តរជាតិណាប្រទេសខ្មែរនៅក្រោមការគ្រប់គ្រងរបស់ច្បាប់អន្តរជាតិប្រទេសខ្មែរយើងជាប្រទេសដែលមានពរណភាពទឹកដីខ្លួនឯងមិនមែនជាប្រទេសចំណោះអ្នកណាជាប្រទេសឯករាជ្យខ្លួនឯងនេះអាកន្លែងនេះណាម្ដងតវ៉ាគេឡើងសាវនាការចតគ្នាទៅវិញមកនៅទីក្រុងញូវយ៉កនៅនៃអង្គការសហប្រជាជាតិខ្ញុំតាមដានព័ត៌មានសម័យមុនតាមដានព័ត៌មានមើលកាសែតពេលហ្នឹងកំពុងរៀនច្បាប់អន្តរជាតិណារៀនច្បាប់អន្តរជាតិ political science គេតម្រូវឆ្នាំហ្នឹងឆ្នាំ80ត្រូវនឹងឆ្នាំដែលរៀនច្បាប់អន្តរជាតិផងហើយនឹងរៀនសេដ្ឋកិច្ចលោកគ្រូខ្ញុំចេញចូលស្រុកថៃឲ្យតវ៉ាកងនេះចេញចូលស្រុកថៃចេញចូលគាត់ជាអ្នកសេសភៅគាត់ចេញចូលស្រុកថៃគាត់ទៅញូវយ៉កណាណែសាវជ្រាវលុយគេច្រើនណាស់ពួកសកលវិទ្យាល័យហ្នឹងណាគេទៅអត់ឈប់ទេលោកគ្រូទៅមកលោកកូនសិស្សសួរណាកូនសិស្សសួរណែកូនសិស្សម្នាក់សួរថាគ្រូណាមិនយួនសំណាងណាខ្មែរយើងទៅថាចេះអានោះឆ្នាំ80ណាបងប្អូនដើមឆ្នាំ80
ថាខ្មែរយើងសំណាងណាស់ណែនៅកូនសិស្សផ្សេងណាបងប្អូនកូនសិស្សផ្សេងគឺថាលោកគ្រូខ្មែរសំណាងណាបានយួនមកសងគ្រោះទឿនបានយួនមកសងគ្រោះទឿនបើមិនដូចឆ្នោះទេខ្មែរផុតពូជនៅកូនសិស្សម្នាក់កូនសិស្សពួកអាមេរិកកាំងពួកហ្នឹងពីព្រោះណែបញ្ហាស្រុកខ្មែរជាបញ្ហាដែលក្តៅណាក្តៅគ្រប់នៅឆាកអន្តរជាតិសម័យ70ណាបងប្អូនសម័យ70សម័យ80មកសម័យ90ពើតែមានអន្តរជាតិណាឲ្យតែបងប្អូនផ្សាយបើកទូទស្សន៍អាមេរិកកាំងពេលណាផ្សាយពើតែមានអន្តរជាតិព្រឹត្តិការណ៍អន្តរជាតិស្រុកខ្មែរមុនគេជួនភៀសខ្លួនខ្មែរបើពើតែមានអន្តរជាតិឃើញយួនឈ្លានពានដីខ្មែរណាសម័យពាក្យកដាល80ឃើញជនភៀសខ្លួនខ្មែរនៅក្នុងជរុំមកសម័យនៃ79ណាសម័យ79យួននៅរឿងយួនឈ្លានពានដីខ្មែរជាព្រឹត្តិការណ៍មួយដែលក្តៅមែនទែនណាក្តៅមែនទែនពីព្រោះជាសម័យ Cold War ជាសម័យសង្គ្រាមត្រជាក់នេះណាក៏ខ្លាចកុម្មុយនីសដែរណាកុម្មុយនីសវាឈ្លានពានអាល្លឺម៉ង់ខាងលិចណាអាល្លឺម៉ង់កើតជាបន្ទាប់ពីសង្គ្រាមលោកលើកទី2មកណាយុរ៉ុបយើងថាយុរ៉ុបខាងកើតរុស្ស៊ីគ្រប់គ្រងបានទាំងអស់យុរ៉ុបខាងកើតប្រទេសរ៉ូម៉េនីប៉ូឡុងហុងគ្រីឆេកូស្លូវ៉ាគីប្រទេសណែប៊ុលហ្គារីប្រទេសលីតវីទៅអស់រុស្ស៊ីទាំងអស់មកដល់នេះនៅអាស៊ីយើងនៅយុរ៉ុបវាទៅពាក្យកណ្ដាលយុរ៉ុបខ្លាយទៅជាយុរ៉ុបខាងកើតនិងយុរ៉ុបខាងលិចណាវាទៅអស់អាមេរិករុស្ស៊ីគ្រប់គ្រងបានទាំងស្រុងខាងយុរ៉ុបខាងកើតមកប្រទេសខ្មែរណាមកអាស៊ីមានប្រទេសណាបងបាត់ចូលគុំនេះប្រទេសកូរ៉េខាងជើងប្រទេសយួនណាបងប្អូនមកប្រទេសខ្មែរហើយថៃក៏ចាប់ផ្ដើមសង្គ្រាមទៅទៀតកុម្មុយនីសថៃកំពុងតលាតតាមព្រំដែនខ្មែរព្រំដែនលាវណាម្ដងនេះប្រទេសលោកសេរីក៏ចាប់ផ្ដើមភ័យដល់មកជាប់ថាធ្វើយ៉ាងម៉េចទប់ឲ្យបានជាប់នៅដីខ្មែរទប់ឲ្យបានជាប់នៅដីខ្មែរហ្នឹងម្ដងនេះដល់ឲ្យយួនឈ្លានទៅដីខ្មែរអាមេរិកកាំងភ័យវាតាកតងនឹងច្បាប់អន្តរជាតិយួនគេថាអញ្ចឹងណាយួនគេមកឆ្លើយនៅអង្គការសហប្រជាជាតិនោះអញ្ចឹងបានយួនអត់មានទូតជាមួយអាមេរិកកាំងទេសម័យហ្នឹងចាំឲ្យបានណាបងប្អូនចាំឲ្យបានហ៊ុនសែនក៏អត់មានទូតជាមួយប្រទេសលោកសេរីទាំងអស់ណាហ៊ុនសែនអត់មានអ្នកណាគេទទួលស្គាល់របបហ៊ុនសែនអ្នកដែលទទួលស្គាល់តែប្រទេសកុម្មុយនីសរុស្ស៊ីណាប្រទេសកុម្មុយនីសរុស្ស៊ីហើយនឹងសម្ព័ន្ធមិត្តរបស់រុស្ស៊ីណាអត់ទទួលស្គាល់ណែហ៊ុនសែនណាក្រៅពីរុស្ស៊ីអត់មានណាទទួលស្គាល់ហ៊ុនសែនទេណាអត់មានទូតជាមួយកុម្មុយនីសរុស្ស៊ីទាំងអស់ណាដែលសម្ព័ន្ធមិត្តដោយប្រទេសឆេកូស្លូវ៉ាគីរ៉ូម៉េនីប៉ូឡែនដាក់ទូតជាមួយខ្មែរនៅសម័យហ្នឹងណាដាក់ជាមួយដាក់ទូតជាមួយហ៊ុនសែនមិនមានជាមួយខ្មែរជាមួយហ៊ុនសែនម្ដងនេះអន្តរជាតិគេចាប់ផ្ដើមទប់ស្កាត់សេដ្ឋកិច្ចទាំងអស់ណាអន្តរជាតិទប់ស្កាត់សេដ្ឋកិច្ចទាំងអស់ខ្មែរយើងអត់មានអ្នកណារុស្ស៊ីជាមួយអត់មានអ្នកណាបដាក់ទុនអត់មានប្រទេសលោកសេរីបដាក់ទុនយួនក៏អត់មានទូតជាមួយអាមេរិកកាំងយួនក៏អត់មានទូតជាមួយណាខ្មែរយើងក៏ណាយួនក៏អត់មានទូតជាមួយអាមេរិកកាំងខ្មែរដែលជាអាយ៉ងយួនណាអាមេរិកពួកអន្តរជាតិណាពួកលោកសេរីគេមើលឃើញខ្មែរហ្នឹងជាអាយ៉ងរបស់យួនគេមើលឃើញច្បាស់កលែតអញ្ចឹងអត់ប្របាក់ប្រកែតម្ដងនេះឡើងអង្គការសហប្រជាជាតិណាឡើងអង្គការសហប្រជាជាតិគេថ្កោលទោសយួនអំពីការឈ្លានពានដីខ្មែរណាយួនគេឆ្លើយថាគេមិនមែនឈ្លានពានទឹកដីខ្មែរទេគេមករំដោះខ្មែរឲ្យផុតពីវាពិឃាតណែប៉ុន្តែប្រទេសខ្មែរជាប្រទេសដែលជាសមាជិក
អង្គការសហប្រជាជាតិជាប្រទេសមានបូរណភាពទឹកដីខ្លួនឯងជាប្រទេសឯករាជ្យខ្លួនឯងណាពេលប្រទេសមួយទៅឈ្លានពានប្រទេសមួយណាវាខុសច្បាប់អន្តរជាតិរំលោភបូរណភាពទឹកដីប្រទេសផ្សេងណាយួនគេថាគេមិនមែនរំលោភទេគេមកការពារខ្មែរគេមករំដោះខ្មែរផាត់ពីវាពីឃាតដោយសារណែអាកន្លែងនេះណាបងប្អូនអាកន្លែងនេះពីដោយសារខ្មែរជាប្រទេសឯករាជ្យជាសមាជិកអង្គការសហប្រជាជាតិណាហេតុអីបានជាអ្នកឯងរំដោះខ្មែររួចហើយណារំដោះខ្មែររួចហើយបើសិនជាអ្នកឯងមានចិត្តណាយើងហៅចិត្តសប្បុរសធម៌មាន humanity ចិត្តសប្បុរសធម៌ចង់ជួយជីវិតប្រទេសដទៃបន្ទាប់ពីអ្នកឯងអាកន្លែងនេះដែលយួនវាទល់កន្លែងនេះដែលយួនវាទល់ណាពេលអ្នកឯងគ្រប់គ្រងដីខ្មែរបានហើយណាកំតិចរបបពលពតរួចហើយហេតុអ្វីបានជាអ្នកឯងមិនប្រគល់តួនាទីអ្នកឯងឲ្យអង្គការសហប្រជាជាតិណាហេតុអ្វីបានជាអ្នកឯងមិនរៀបចំការបោះឆ្នោតឲ្យប្រទេសខ្មែរគេមានសិទ្ធិសេរីភាពជ្រើសរើសអនាគតប្រទេសខ្លួនឯងហេតុអីបានជាអ្នកឯងបន្ទប់ហ៊ុនសែនដែលអត់មានការបោះឆ្នោតហេតុអីអ្នកឯងមិនបញ្ចុះបញ្ចូលខ្មែរជនភៀសខ្លួនខ្មែរដែលរត់ចូលព្រៃណាដែលរត់ចូលព្រៃណាដែលរត់ចូលមកជ្រកកនៅក្នុងប្រទេសថៃណាហេតុអីអ្នកឯងមិនហៅឲ្យគេត្រឡប់ស្រុកវិញរៀបចំការបោះឆ្នោតឲ្យគេសម្រេចអនាគតខ្លួនឯងពេលអ្នកឯងទៅបន្ទប់ហ៊ុនសែនមានន័យថាអ្នកឯងបន្ទប់អាយ៉ងណាគេហៅ proxy ណាម្ដងហ្នឹងយួនវាទល់នេះអាកន្លែងនេះណាបងប្អូននេះកន្លែងជាចំណុចដែលខ្ញុំអីសិក្សានៅក្នុងនឹងណានៅក្នុងសាលារៀនលោកគ្រូខ្ញុំយកអាប្រធានបទហ្នឹងយកមកអប់រំសិស្សនៅក្នុងថ្នាក់ណាបានយើងយល់ថាអូប្រទេសដែលមានបូរណភាពទឹកដីណាយើងមិនអាចឈ្លានពានប្រទេសគេបានទេណាបើថាយើងទៅសងគ្រោះគេរុស្ស៊ីវាឈ្លានពានប្រទេសអ៊ុយក្រែនវាថាវាមកសងគ្រោះជនជាតិរុស្ស៊ីនៅក្នុងដីអ៊ុយក្រែននៅតំបន់លូហាន់ណាវាថាជនជាតិរុស្ស៊ីនឹងមានការរអឹងបានទទួលការរអឹងពូជសាសន៍ពីជនជាតិអ៊ុយក្រែនដូច្នេះហើយបានវាទៅធ្វើអន្តរាគមន៍ការពារជនជាតិរុស្ស៊ីនៅប្រទេសអ៊ុយក្រែនហ្នឹងណាករណីស្រុកខ្មែរហ្នឹងណែអាហ្នឹងគឺគេស្គាល់ទោសណាបងប្អូនហើយមួយទៀតផ្លូវទូតរឿងផ្លូវទូតសំខាន់ណាផ្លូវទូតណាច្បាប់អន្តរជាតិណាជួនណាវាអាចធ្វើការអាស្រ័យទៅលើផលប្រយោជន៍របស់អន្តរជាតិណាអន្តរជាតិហ្នឹងជាខ្លាក្រដាស់មួយទេណាជាខ្លាក្រដាស់មួយទេអន្តរជាតិហ្នឹងណាជួនកាលធ្វើការជួនកាលមិនធ្វើការណាបងប្អូនដែលខ្ញុំសិក្សាច្បាប់អន្តរជាតិខ្ញុំណាវាអាស្រ័យទៅលើតើយើងមានមិត្តភ័ក្តិជាមួយអ្នកណាជាមិត្តភ័ក្តិយើងសម័យហ្នឹងសម័យសង្គ្រាមត្រជាក់អ្នកណាក៏ខ្លាចរុស្ស៊ីដែរណាខ្មែរយើងមានមិត្តភាពជាមួយអាមេរិកណាជាពិសេសជនភៀសខ្លួនខ្មែរដែលមកនៅសហរដ្ឋយូរហ្នឹងណាហើយសម្ដេចស៊ីនុពេលហ្នឹងក៏លោកមិននៅជាមួយចិនហ្នឹងជាមិត្តភាពណាចិននឹងជាមិត្តភាពអាមេរិកទៀតណាម្ដងហ្នឹងក៏រួមគ្នាទៅអញ្ចឹងបានគេអាណិតខ្មែរយើងបានគេចាប់បានគេរួមគ្នាជួយខ្មែរនៅសម័យហ្នឹងវាយយួនវាអាស្រ័យទៅលើបកពួកទៅទៀតមិនមែនតែច្បាប់អន្តរជាតិវាធ្វើការបានវាយុទ្ធធម៌តែទាំងអស់ទេណាយុទ្ធធម៌តែទាំងអស់ទេណាបងប្អូនរឿងស្រុកខ្មែរហ្នឹងរឿងដែលគេចាប់អារម្មណ៍ហ្នឹងគឺរឿងរុស្ស៊ី
ណារឿងរុស្ស៊ីលាតត្រដាងឥទ្ធិពលហើយមួយទៀតវាប៉ះប្រទេសថៃដែលជាប្រទេសមិត្តភាពអាមេរិកកាំងមានជិតស្និទ្ធកុំភ្លេចណាបងប្អូនកុំភ្លេចថៃនិងអាមេរិកកាំងមានមិត្តភាពយ៉ាងរលូនតាំងពីសតវត្សទី18តាំងពីអាមេរិកកាំងកើតប្រទេសដំបូងណាបានកើតជាប្រទេសអាមេរិកកាំង The United States of America ដំបូងនឹងថៃចាប់ផ្ដើមធ្វើមិត្តភាពជាមួយអាមេរិកកាំងដូច្នោះហើយមិត្តភាពជាមួយគេណាគេស្លាប់រស់ជាមួយគ្នាណាដល់លឺថាហ៊ុនសែនណាហ៊ុនសែនជាមិត្តភាពរបស់ណាហ៊ុនម៉ាណែតគេកាន់ជើងយើងអាមេរិកកាំងគេកាន់ជើងយើងគេអត់មានកាន់ជើងខ្មែរយើងទេអ្នកណាក៏និយាយដែរអ្នកដែលគេមើលឯកសារច្រើនដូចមួងណារ៉េតអ្នកដែលវិភាគនយោបាយដូចលោកជេមសោះជេមអីគេសើជ្រាវច្រើនណាមិនមែនដោយពួកអមីអាថងរបស់ហ៊ុនសែនថាអូគេចូលដៃយើងហើយគេការពារយើងអត់ទេណាគេកាន់ជើងយើងគេថ្កល់ទោសថៃណាគេអត់ថ្កល់ទោសថៃទេណាមនុស្សដែលជួយអាមេរិកកាំងតាំងពីដើមមកតាំងពីសង្គ្រាមលោកលើកទី2ណាតាំងពីដើមសតវត្សទី18សង្គ្រាមលោកលើកទី1ទីលើកទី2តាំងពីសតវត្សទី18បងប្អូនចុច Google មើលទៅ Thai and US Alliance ចុចទៅវានឹងប្រាប់ពីសតវត្សណាឈ្មោះស្អីណា Alliance ហ្នឹងគេមានឈ្មោះរបស់គេសព្វនមិត្តនេះគេមានឈ្មោះរបស់គេគេហៅថាសព្វនមិត្តឈ្មោះស្អីចុចទៅមើលឃើញថៃនិងអាមេរិកកាំងគេចោលគ្នាអត់បានទេណាអាមេរិកកាំងមានយន្តហោះយ៉ាងម៉េចថៃមានយន្តហោះដូចគ្នាគេលក់ឲ្យសព្វនមិត្តរបស់គេណាបងប្អូន F16 អីហ្នឹងជាយន្តហោះទំនើបណា F15 F16 F14 សាតែយន្តហោះទំនើបអាមេរិកកាំងមានស្អីថៃមានអញ្ចឹងដូចគ្នាយន្តហោះអស់ហ្នឹងគេអត់លក់ឲ្យអ្នកណាទេណាបងប្អូនអញ្ចឹងបានណាយើងកុំថាអូស៊ីចូលតាមហ៊ុនសែនស៊ីចូលតាមហ៊ុនម៉ាណែតថាអូអាមេរិកកាំងគេចូលដៃអាមេរិកកាំងណាគេនិយាយដើម្បីរងាប់គេមិនចង់ឲ្យមានសង្គ្រាមពីព្រោះពេលណាតែមានសង្គ្រាមអាមេរិកកាំងខាតច្រើនណាស់សាំងក៏ឡើងថ្លៃណាសាំងក៏ឡើងថ្លៃអីវ៉ាន់ក៏ឡើងថ្លៃណាធ្វើម៉េចនាយករដ្ឋមន្ត្រីទី1ប្រធានាធិបតីអាមេរិកកាំងធ្វើម៉េចកុំឲ្យមានសង្គ្រាមពេលមានសង្គ្រាមថាឲ្យគេចូលជើងជាមួយយើងចូលដៃជាមួយយើងគេអត់ទេគំនិតអាមេរិកកាំងគឺគំនិតគេនេះគឺមិនចង់ឲ្យមានសង្គ្រាមទេណាពេលណាមានសង្គ្រាមអីវ៉ាន់អាមេរិកកាំងឡើងថ្លៃតែពេលណាអីវ៉ាន់អាមេរិកកាំងឡើងថ្លៃប្រជាពលរដ្ឋអាមេរិកកាំងណាគេអត់សប្បាយចិត្តទេណាអាមេរិកកាំងជាប្រទេសដែលណាចង់ទិញអីវ៉ាន់ថោកពេលណាតែអីវ៉ាន់ឡើងថ្លៃណាតែត្រាំអាណត្តិក្រោយណាអាណត្តិក្រោយគេលេងបោះឆ្នោតហើយណាអាណត្តិក្រោយគេលេងបោះឆ្នោតហើយតែអីវ៉ាន់ឡើងថ្លៃកុំភ្លេចណាពីព្រោះណែប្រធានាធិបតីអាមេរិកកាំងមិនអាណត្តិរបស់គេមិនមែនដូចហ៊ុនសែនទេអាណត្តិរបស់គេ4ឆ្នាំគេគិតណាស់ក្នុងរយៈ4ឆ្នាំធ្វើម៉េចយកចិត្តប្រជាពលរដ្ឋឲ្យបានណាចាំឲ្យបានធ្វើម៉េចណាយកចិត្តប្រជាពលរដ្ឋឲ្យបានធ្វើម៉េចឲ្យអីវ៉ាន់ថោកឲ្យលុយឡើងថ្លៃកុំឲ្យណាឲ្យលុយគេយើងថាកុំឲ្យលុយចោះថោកឲ្យលុយឡើងថ្លៃឥឡូវហ្នឹងណាពងណាពងមួយស្រាក់ហ្នឹងជាង$10ពងមឿនណាជាង$10ណាពីដើមពងមួយស្រាក់70 ផ្លែសេនសម័យខ្ញុំមកដំបូងណាឥឡូវនេះសាំង1គីឡុងសាំង1គីឡុងហ្នឹងវា$5ជាងកាលីហ្វ័រញ៉ា$6-7ណាតាត្រាំភ័យណាតាត្រាំភ័យឲ្យតាសាំងឡើងថ្លៃហ្នឹងនៅសហរដ្ឋណាឲ្យតាសាំងឡើងថ្លៃស្អីក៏ឡើងតាមសាំងដែរទាំងពងទាំងស្អីណាពីព្រោះសាំងជាគ្រឿងអ៊ីនធមៈជា energy ជាគ្រឿងដែលដឹកតំណែងចេញចូលតាសាំងឡើងថ្លៃស្អីឡើងថ្លៃពីព្រោះការដឹកតំណែងវាអាស្រ័យទៅលើសាំងណាបងប្អូនតែដឹកតំណែងតែសាំងឡើងថ្លៃតំណែងហ្នឹងក៏ឡើងថ្លៃតាមសាំងនឹងដែរណាធំជាងគេគឺសាំងនឹងឯងណាអញ្ចឹងបានតែយើងមើលណែរឿងត្រឡប់មកស្រុកខ្មែរច្បាប់អន្តរជាតិណាច្បាប់អន្តរជាតិចាំមើលរឿងនោះវាខ្លីទេរឿងហ្នឹងណា
សង្គ្រាមនៅស្រុកខ្មែរណាតើខ្ញុំនឹងត្រឡប់ទៅវិញណាខ្ញុំនឹងត្រឡប់វិញសង្គ្រាមនៅស្រុកខ្មែរហ្នឹងដែលយួនវាអះអាងថាវាមកណាចាំមើលខ្ញុំត្រឡប់ហើយខ្ញុំនឹងសរុបដែលយួនវាវាយស្រុកខ្មែរវាថាវាមកជួយរំដោះណាជួយរំដោះខ្មែរឲ្យផុតពីវាលពិឃាតអានឹងដែលវាអះអាងវាតវ៉ានៅមុខអង្គការសហប្រជាជាតិណាគេជាអ្នកកាត់ក្តីណាក្នុងអង្គការសហប្រជាជាតិនឹងសមាជិកអន្តរជាតិគេលើកដៃតើអ្នកណាគ្រប់គ្រងណាគ្រប់គ្រងគំនិតរបស់យួនគេលើកដៃតើអ្នកណាគេថ្កល់ទោសណាបើពួនយួនគេថាគេមកឆ្លៀនមកគេមិនមែនឆ្លៀនពៀនទេគេមករំដោះខ្មែរឲ្យផុតពីវាលពិឃាតអានឹងដែលគេតវ៉ាជជែកគ្នានៅក្នុងអង្គការសហប្រជាជាតិនោះហើយប្រទេសខ្មែរជាប្រទេសជាសមាជិកអង្គការសហប្រជាជាតិជាសមាជិកជាប្រទេសដែលមានបូរណភាពទឹកដីណាឯករាជ្យខ្លួនឯងអត់មាននៅក្រោមអំណាចយួនណែបើសិននេះដែលខាងអន្តរជាតិប្រទេសអន្តរជាតិគេទប់ទៅវិញគេវាយទៅវិញគេវាយបកទៅយួនទៅវិញគេថាប្រទេសខ្មែរជាប្រទេសដែលមានបូរណភាពទឹកដីមិននៅក្រោមយួនមិននៅក្រោមអ្នកណាជាប្រទេសឯករាជ្យមានបូរណភាពទឹកដីខ្លួនឯងណាជាសមាជិករបស់អង្គការសហប្រជាជាតិប្រទេសដែលជាសមាជិកអង្គការសហប្រជាជាតិនៅក្រមយើងហៅថាស្អីណែឈប់នៅក្រមការគ្រប់គ្រងរបស់អង្គការសហប្រជាជាតិខ្មែរយើងគឺគេប្រើពាក្យស្អីទេបងប្អូនខ្មែរយើងដូចមើលកូនចឹងដូចមើលកូនមើលចៅនៅក្រមអាណាព្យាបាលប្រទេសខ្មែរនៅក្រមអាណាព្យាបាលរបស់អង្គការសហប្រជាជាតិការថែទាំរបស់អង្គការសហប្រជាជាតិអាណាព្យាបាលពីព្រោះយើងជាសមាជិករបស់អង្គការសហប្រជាជាតិបន្ទាប់ពីយួនណាបើសិនជាយួនណាយួនប្រទេសខ្មែរយួនមិនអាចគ្រប់គ្រងបានអានេះច្បាប់អន្តរជាតិដាច់ខាតមិនអាចមកណែបើសិនជាយួនមានចិត្តសប្បុរសធម៌បើសិនជាយួនមានចិត្តសប្បុរសធម៌បន្ទាប់ពីរំដោះបានហេតុអ្វីបានជាយួនមិនប្រគល់តួនាទីផ្ទេរតួនាទីឲ្យអន្តរជាតិគេជាអ្នកគ្រប់គ្រងពីព្រោះប្រទេសខ្មែរជាសមាជិករបស់អង្គការសហប្រជាជាតិប្រទេសខ្មែរនៅក្រមការទុកដាក់ជានៅក្រមនេះភ្លេចបាត់ពាក្យមិញហ្នឹងណានៅក្រមយើងហៅការគ្រប់គ្រងរបស់អន្តរជាតិហេតុអីបានជាយួនមិនប្រគល់តួនាទីនឹងអន្តរជាតិណាឬក៏ខ្លួនឯងបើថាខ្លួនឯងមានចិត្តសប្បុរសធម៌ហេតុអីបានជាបន្ទាប់ពីឈ្លានពានរួចហើយយើងថារំដោះខ្មែររួចហើយណារំដោះខ្មែររួចហើយហេតុអីបានជាយួនមិនរៀបចំឲ្យមានការបោះឆ្នោតសេរីឲ្យខ្មែរយើងនេះជាម្ចាស់ទឹកដីឲ្យខ្មែរជាម្ចាស់ទឹកដីនេះជ្រើសរើសអនាគតខ្លួនឯងនេះដែលយួនវិចាញ់ណាអញ្ចឹងបានអន្តរជាតិគេផ្ដល់អាវុធឲ្យកងទ័ពលោកស៊ុនសានកងទ័ពឲ្យសម្ដេចសៀនុវាយយួនវិញហើយមួយទៀតបើថាយួនអត់មានលទ្ធភាពរៀបចំការបោះឆ្នោតណារៀបចំការបោះឆ្នោតមួយវាចំណាយលុយច្រើនណាចំណាយពេលវេលាចំណាយលុយចំណាយកងទ័ពទៀតដើម្បីការពារសន្តិសុខរបស់ប្រជាពលរដ្ឋបើសិនថាយួនអត់មានលទ្ធភាពរៀបចំការបោះឆ្នោតឲ្យខ្មែរជ្រើសរើសអនាគតខ្លួនឯងហេតុអ្វីបានជាយួនមិនប្រគល់តួនាទីឲ្យអន្តរជាតិគេរៀបចំណាឲ្យគេចូលមកឲ្យគេមកជំនួសយួនជំនួសខ្លួនឯងនឹងហើយខ្លួនឯងក៏ត្រូវតែដកថយពេលណាខ្លួនឯងមកនៅស្រុកខ្មែរត្រាំយូរគេថាយើងឈ្លានពានមកត្រាំយូរក្នុងប្រទេសហ្នឹងមកត្រាំយូរនៅក្នុងប្រទេសខ្មែរយូរហ្នឹងគេថាយើងនេះឈ្លានពានដោយខ្មែរនៅស្រុកយួននៅស្រុកខ្មែរហ្នឹងណាប្រហែលជាង10ឆ្នាំតាំង79មក93នៅ14ឆ្នាំណា
นะกาวมวยមកកៅមួយ12ឆ្នាំណាបងប្អូនតាំងពីថ្ងៃដំបូងនោះណាតាំងពីនឹងមកក៏យើងសង្គ្រាមហើយពេលយើងសង្គ្រាមជាមួយយួននឹងទៀតណាយើងមានការចរចាណាបណ្ណាយួនវាជាមហិច្ឆតារបស់យួនមហិច្ឆតានឹងការឈ្លានពានរបស់យួនវាថាវាឈ្លានពានដីខ្មែរបានហើយនៅពេលយួនឈ្លានពានដីខ្មែរបានណាបានពេញលិញបានបរិបូររួចហើយយួនឈូសឆាយដីខ្មែរកាត់ដីខ្មែរខ្ទេចខ្ទីអស់ដូចថៃអញ្ចឹងយួនយកដីខ្មែរច្រើនជាងថៃណាគ្រប់កន្លែងហ្នឹងណាវាឈូសហើយវាធ្វើផែនទីថ្មីគេហៅថាផែនទីបន្ថែមឆ្នាំ85ណាបន្ទាប់ពីយួនឈូសឆាយរួចហើយយួនបានបោះពុំផែនទីថ្មីឲ្យខ្មែរអនុវត្តគេហៅថាផែនទីបន្ថែមចាំឲ្យបានណាបងប្អូនឆ្នាំ85ណាខ្មែរយើងខាតទឹកដីអស់មិនចេះតិចណាអានឹងមួយហើយយួនដែលថៃដែលយកដីខ្មែរសពថ្ងៃនេះដីខ្មែរទាំងអស់ដែលថៃយកហ្នឹងណាវានៅក្នុងហ៊ុនសែនសញ្ញាឲ្យហ៊ុនសែនសញ្ញាឲ្យគេត្រង់នឹងយើងថាបកគលទឹកដីឲ្យថៃហេតុអីបានយកហ៊ុនសែនប្រគល់ទឹកដីឲ្យថៃដោះដូរសាំងដោះដូរការបូមសាំងនឹងអានឹងខ្ញុំនិយាយច្រើនដងហើយប៉ុន្តែខ្មែរយើងអត់យល់ទេណានិយាយ100ដងក៏អត់យល់ដែរណានៅតែចេះថាថៃឈ្លានពានដីខ្មែរចាំមើលណាបងប្អូនខ្ញុំត្រឡប់ទៅវិញខ្ញុំនិយាយមិនដឹងប្រមាណដងណាខ្មែរហ៊ុនសែនគាត់មិនដែលនិយាយអញ្ចឹងបានហ៊ុនសែនគាត់អត់ទៀមទាទេគាត់អត់ទៀមទាទេតំបន់ដែលថៃគ្រប់គ្រងបានកន្លែងណាហ៊ុនសែនគាត់ថាឲ្យគេនៅកន្លែងហ្នឹងចុះពីព្រោះគាត់សញ្ញាឲ្យគេអស់ចាំមើលណាបងប្អូនខ្ញុំនឹងត្រឡប់ទៅវិញឲ្យបងប្អូន 4-5 នាក់ដែលស្ដាប់ខ្ញុំនេះឲ្យយល់ហើយកុំឲ្យភឿនច្រឡំថៃយកដីថៃគេមិនមែនធ្វើប្រទេសផ្ដាស់ណាចាំមើលណាបងប្អូនប្រទេសហ៊ុនសែនណាប្រទេសខ្មែរយើងខ្ញុំហៅថាប្រទេសហ៊ុនសែនជាប្រទេសដែលអត់មានសេដ្ឋកិច្ចណាអត់មានសេដ្ឋកិច្ចរស់អាភៀនរស់បាននឹងលក់អាភៀនលក់គ្រឿងញៀនកាប់ដើមឈើលក់ដីលក់អីnó បោកប្រាស់លក់ឲ្យតែគ្នាឯងហ្នឹងនេះរបបហ៊ុនសែនដែលធំជាងគេគឺលក់អាភៀនលក់គ្រឿងញៀនរស់ស៊ីខុសច្បាប់រស់ស៊ីកាស៊ីណូអត់មានចាប់អារម្មណ៍អត់មានផ្ដោតអារម្មណ៍ទៅលើការអភិវឌ្ឍប្រទេសជាតិការកសាងឧស្សាហកម្មកសាងរោងចក្រអត់មានទេហេតុអីបានវាអត់មានរបស់អស់នឹងអត់មានការអភិវឌ្ឍរបស់អស់នឹងពីព្រោះប្រទេសខ្លួនឯងជាប្រទេសកាន់អំណាចផ្ដាច់ការគេកាត់ជំនួយទាំងអស់គេកាត់ការអនុគ្រោះពន្ធដារការបណ្ដាក់ទុនគេទប់ស្កាត់ទាំងអស់ពីព្រោះប្រទេសខ្លួនឯងជាប្រទេសកាន់អំណាចផ្ដាច់ការដើម្បីរស់ហ៊ុនសែនមានតែមួយទេរស់ស៊ីខុសច្បាប់ចាំឲ្យបានណាបងប្អូនដើម្បីរស់ហ៊ុនសែនមានតែមួយគាត់រស់ស៊ីខុសច្បាប់ណាលក់អាភៀនកាប់ដើមឈើណាលក់ភៀនកាប់ដើមឈើបើកកាស៊ីណូលើកក្រោយបើកការភ្នាល់អនឡាញហ្គេមអនឡាញអង់គ្លេសគេហៅហ្គេមអនឡាញអាហ្គេមអនឡាញហ្នឹងថៃអូថៃអស់រួចថៃម្នាក់ក្រមករស់ស៊ីនៅស្រុកខ្មែរហ្នឹងណាបន្ទាប់ពីហ្គេមអនឡាញស្កេមអនឡាញប្រទេសខ្លួនឯងមានតែប៉ុណ្្នឹងឯងចាប់អារម្មណ៍តែប៉ុណ្្នឹងអានេះសេដ្ឋកិច្ចធំហើយលុយបានច្រើនណាស់លុយរាប់ពាន់លានដុល្លារមួយឆ្នាំ15,000 លានដុល្លារថវិកាជាតិរបស់ហ៊ុនសែនថវិកាជាតិរបស់ហ៊ុនសែនខ្លាំងជាងថវិកានៅសិង្ហបុរីទៅទៀតខ្លាំងជាងថវិកាសិង្ហបុរីទាំងមូលដែលប្រទេសគេរកស៊ីពាណិជ្ជកម្មហ្នឹងណារកស៊ីពាណិជ្ជកម្មជួញដូរបណ្ដាក់ទុនអីហ្នឹងណាសេដ្ឋកិច្ចខ្មែររបស់ហ៊ុនសែនណាលុយចំណូលរបស់ហ៊ុនសែនណាដែលបានមកពីការបោកប្រាស់អន្តរជាតិណាច្រើនជាងថវិកាប្រទេសសិង្ហបុរីដែលជាប្រទេសគេជាប្រទេសដែលបណ្ដាក់ទុនប្រទេសយើងហៅថាប្រទេសឧស្សាហកម្មណាខ្លាំង
nên nó có tàu đó thay ý chỗ đó à mê đăng đâm thay hun sen tiệm co ban tao ngó tao bà đã tùn nè mà đó đấy thay cái hun sen cái rô xì ban này chừng muốn bố nó bỏ chân ngồi chân nằm à nó coi thế à scam online nó coi thế chỉ tháp đi cả đại hun sen ọt khoal rồi nó ọt khoal đấy anh ọt miên rong chạ anh còn mình ngớp on miên này nam mà bà đã tùn của anh mình ngớp anh scam online bà tê anh nó anh rô xì ban ọt bạ thơ ấy phòng nó mà đó nóยังไม่อันนี้ทำไมถึงอ่านทั้งทำไมปีปวนมาเพย์ปรำมาเพย์ใบมาเพย์บัวนึงปีเดิมชนำเก่าสับมาปวนปมบัวรวยเก่าสับนะหมอชนำปีปวนนึงแต่หุ่นแสนรัวใส่นะหุ่นแสนรัวหนึ่งคาสิโนให้หนึ่งกับดำเชื่อรัวมาดองนี่ดอลลือจะสั่งเมียนหมอชนำในชนำเก่าสับปมบัวนะนึกชมตลอดตัวติบอมปูนสนับชมอยู่นะหมอชนำเก่าสับปมบัวกรุงหุ่นบอมสังได้มารุกโรคสังในประเทศไทยเกิดท่าชุงสมอดไทยเนื้อมาจัวมาดมกอกุดเนื้อมาดมกอกุดสโบสังหุ่นแสนกระดังจุ้นเป็นนึงทำไมนึงไทยชลุกเนี้ยนะชลุกเนี้ยดอนดามกอกเนี้ยดอนดามกอกกุดดอนลือกรมหุ่นสังเวทาสังเมียนจรันนูตบอลกอกุดหุ่นแสนก็ชบชลุกจมวยไทยก็ชบชลุกจมวยไทยหุ่นแสนกระถาเรานึงแน่ยังโรซีจุงเนียยังชบชลุกเนียสมัยนึงขบยังเตสรัฐมนตรีคือสอกอานนายกยังหาถานายกรัฐมนตรีกระทรวงการบอเตระบอกคุณแสนนั้นสอกอานคุณแสนก็เป็นเชียสอกอานนั่นมันเสนีโรซีจุงเนียคือเขาอนุสารนะ MOU ใส่สบูนโรซีชุงสมอดจมูกเนียได้สมอดนั่งโรซีจมูกเนียนะนั่งเสนีสอกอานเสนีจมูกชวนลิกไผ่โรซีจุงเนียได้ยืงเสมอใจจะโรซีจุงเนียแพนตีหมอใจเนียเปียกกระดาษชลุกเนียยังชบชลุกเนียแน่มึงสมัยชวนลิกไผ่ลิกไผ่จันชนอดชวนลิกไผ่จันชนอดตากสินเฉนียก็ถาโอ้คุณแสนก็แต่จับได้จมวยตากสินแต่จับได้เธอจะโอนทัวนะเต้านาสับโอนเธอบองเธอโอนเธอเราโหดดอลตากสินอันเจยเนี่ยตากสินอันเจยคุณแสนเอาแต่ตัวสัญญาบัตรบัณฑิตปีสกอลวิทยาลัยคุณแสนอันเมียนไอ้เด็กปนาตากสินเกิดเลิกเกิดตัวอยู่เลิกเกิดแกเขาต่อสัญญาบัตรเกิดอยู่อ้อยสัญญาบัตรคุณแสนบัณฑิตมันดังมหาวิทยาลัยนาเลยนะตากสินน่ะนั่งไปโจคุณแสนนะไปโจคุณแสนมาดองนึงตากสินก็กันในเย่จมูกคุณแสนท่าตากสินเราไปเกิดในเธอค่ายังหาเธอบอชนอดเธอโฆษณาคุณแสนเราไปตากสินเราไปเกิดเธอโฆษณาบอชนอดนั่งเกิดบานซอนยาจมูกไปเจียโปรัฐไทยท่าก็ตั้งอภิวัตปรุงแดนดำใบอ้อยไปเจียโปรัฐไกรกรอนตามปรุงแดนเมียนทวิกาโจเมียนลุยโจโรซีบานนะตากสินก็ในเย่จมูกคุณแสนเนี่ยท่านเนี่ยคุณแสนปอนทัวได้ยืงเมียนได้โกงคเนียจรานะมันเมียนแต่กอกุเตได้โกงคเนียนะได้โกงคเนียแถว overlapping โอ้เมียนจรานะเมียนตั้งเกิดเรือบนะคุณแสนตากสินก็ท่านี่จึงพนมปริวิฮีก็ได้ยืงโกงคเนียมันดังท่าแพนตีเนี่ยนามวยตีมันดังท่าจะกรรมเสร็จบอกนาตีนะยังอดดังฉบับลัวตีจึงพนมปริวิฮีนะยังหาประสาทธนาประสาทตาเมือนโตยประสาทตาเมือนทมประสาทตากรอบใบนะให้ในพนมตรอบให้ในจรุงใบตึกทะเลจับประเทศเลียวประเทศแม่นึงประเทศเลียวประเทศแม่ประเทศไทยกันเลยนั่งมุมกับใบนะตึกทะเลกันเลยนั่งกระถากันเลยนั่งได้กับโกงคดียังมาดังทันนาได้เรานั่งยืงเพื่ออนุสารนะกายกโยลคเนียเตา
ណាយើងថាសញ្ញេការយោគយល់គ្នារោស៊ីជុំគ្នា50%ណាឯងខ្មែរក៏ដាក់50%ថៃក៏ដាក់50%ពីព្រោះដីកលែងហ្នឹងណាយើងចែកគ្នាពាក្យកដាលដីកលែងយើងអត់ដឹងច្បាស់យើងអត់ដឹងច្បាស់ថាតើជាកម្មសិទ្ធិរបស់អ្នកណាទេយើងចែកគ្នាពាក្យកដាលអភិវឌ្ឍជុំគ្នាថៃក៏បានលុយខ្មែរក៏បានលុយណាគ្រប់កលែងហ្នឹងម្ដងក៏មានអនុសារណៈ30ណា44 43ណា44 43 42សញ្ញាពេលសញ្ញាវាកើតជាច្បាប់ថៃត្រូវបង្ខិតព្រំដែនចាំឲ្យបានណាកន្លែងនេះខ្មែរយើងក៏អត់និយាយទេណាថៃគេនិយាយទាំងអស់ណាថៃគេចំណេញគេយកចំណេញណាគេឲ្យយើងណែសាំងបូមសាំងទៅណាប៉ានគេបានចំណេញទឹកដីណាពេលណាយើងចែកគ្នាពាក្យកដាលយើងហៅថាដីវាកោងគ្នាពេលណាយើងមានអនុសនៈចែកពាក្យគ្នាពាក្យកដាលដីជោគអាកន្លែងណាដែលកោងគ្នាណាកោងគ្នាចែក50%មកចំកដាលណែឯងក៏យក50ខ្ញុំក៏យក50ពីព្រោះក្តីកន្លែងនេះយើងអត់ដឹងច្បាស់លាស់ទេដីកន្លែងនេះយើងអត់ដឹងច្បាស់លាស់ឥឡូវនេះយើងកាត់ចែកគ្នាពាក្យកដាលម្នាក់ពាក្យកដាលម្នាក់ចាំឲ្យបានណាបងប្អូនមានបងប្អូនណាដែលមានឆ្ងល់អានឹងហ៊ុនសែនគេអត់និយាយជាមួយយើងទេណាហ៊ុនសែនគាត់ចង់បានសាំងពីព្រោះប្រទេសខ្មែរជាប្រទេសដែលអត់មានសេដ្ឋកិច្ចគាត់ថាបើអញមានសាំងទៅអញនឹងខ្លាយទៅជាមហាសេដ្ឋីអត់ប្របាក់ពឹងស្អីទេអត់ប្របាក់ពឹងសេដ្ឋកិច្ចខាងឧស្សាហកម្មខាងឧស្សាហកម្មខាងពាណិជ្ជកម្មអត់ប្របាក់ទេអញបូមសាំងអញមានខ្លាយទៅជាមហាសេដ្ឋីដោយប្រទេសសាអូឌីអារ៉ាប៊ីដូចជាប្រទេសគូវេតដូចជាប្រទេសវេណេស៊ុយអេឡាដូចជាប្រទេសព្រូនីណាអញនឹងខ្លាយទៅជាអ្នកមានហ៊ុនសែនគិតទៅអញ្ចឹងណាគិតទៅអញ្ចឹងណាគិតមិនមែនគិតប្រយោជន៍ជាតិទេណាម្ដងនេះយ៉ាងម៉េចបងប្អូនដល់យើងសញ្ញេទៅវាត្រូវច្បាស់លាស់មែនទេណាច្បាស់លាស់យើងថាផែនទីច្បាស់ណាតាក់ស៊ីនក៏ថាណាដីវាកោងគ្នាច្រើនណាស់អាឯងដីកោងគ្នាណាយើងអត់ដឹងច្បាស់លើពាក្យថាកោងគ្នានោះណាពាក្យថាកោងគ្នាឬត្រឹបពីលើគ្នានោះណាវាអត់ច្បាស់លាស់ទេយើងថៃក៏ដឹងមិនច្បាស់លាស់ខ្មែរក៏មិនច្បាស់លាស់អានឹងតាក់ស៊ីនគាត់និយាយអញ្ចឹងហើយយើងក៏យល់ទៅអញ្ចឹងកន្លែងណាដែលកោងគ្នាគឺកន្លែងមិនច្បាស់ពីព្រោះយើងទាំងអស់ទៀមទាដីនឹងដូចគ្នាថៃក៏គេទៀមទាខ្មែរយើងក៏គេទៀមទាណាដីវាកោងគ្នាម្ដងទៀតតែកាត់ដល់កោងគ្នាកាត់ពាក្យកដាលណាថាដីកន្លែងនេះកោងគ្នាណាហើយហ៊ុនសែនដោយថាគាត់ចង់បានសាំងកោងក៏កោងទៅណាកោងក៏កោងសញ្ញេឲ្យគេមកដូនកាត់ដីឲ្យយើងពាក្យកដាលកាត់ប្រាសាទយើងឲ្យគេពាក្យកដាលយល់ទេបងប្អូនដែលស្ដាប់ខ្ញុំកាត់ប្រាសាទយើងឲ្យគេពាក្យកដាលយើងត្រូវដាក់កងទ័ព50%ទាំងអស់គេក៏50%យើងក៏50%អានេះដែលខ្មែរយើងអត់យល់ហើយខឹងតែថៃគេធ្វើតាមច្បាប់គេបានប្រៀបយើងក៏ចង់បានដូចគ្នាយើងចង់បានសាំងណាយើងនេះវាលោភណាដោយសារយើងជាប្រទេសអំណាចផ្ដាច់ការអត់មានសេដ្ឋកិច្ចដល់ឮថាមានសាំងអញនៅទៅហើយអញអត់ពិបាកអស់ទឹកដីអស់ទៅកាត់ឲ្យគេទៅណានេះខ្មែរយើងទាំងអស់ដែលគំត្រូហ៊ុនសែនសំបីតែអ្នកដែលនៅសហរដ្ឋនោះគំត្រូហ៊ុនសែនហ្នឹងណាខ្ញុំថាអូបងប្អូនអាណិតស្រុកណាអាណិតស្រុកមែនទេទៅបាតកម្មប្រឆាំងជាមួយថៃអាថៃឆ្លៀនពៀនដីខ្មែរណាម្ដងនេះយ៉ាងម៉េចដល់យើងសញ្ញេអនុសារណៈកិច្ចព្រមយើងថាអនុសារណៈការយោគយល់គ្នាអនុសារណៈនៃការយោគយល់គ្នារស់ស៊ីជុំគ្នាណាគេត្រូវបង្ខិតព្រំដែនចូលមកដល់គេត្រូវបង្ខិតព្រំដែនចូលមកដល់ប្រាសាទយើងទាំងអស់ពាក្យកដាលណាពាក្យកដាលប្រាសាទហ្នឹង
ជាកម្មសិទ្ធិរបស់ថៃពាក្យកដាលជាកម្មសិទ្ធិខ្មែរពាក្យកដាលភាសាតាមមឿនទូចភាសាតាមមឿនធំភាសាតាក្របីណាបងប្អូនយល់ទេណាបើមិនយល់សរសេរមកណាម្ដងនេះបានជាយើងឃើញតាហ៊ានថៃណាឈោជើង 50% នៅស្រុកខ្មែរតាមភាសាខ្មែរទាំងអស់ខ្មែរយើងអត់និយាយទេហ៊ុនសែនក៏មិនហ៊ាននិយាយផងណាខ្លាចគណៈបកប្រឆាំងជេរណាម្ដងនេះយ៉ាងម៉េចដល់មកតាក់ស៊ីនកាន់កាប់បានណាតាក់ស៊ីនកាន់កាប់បានក៏ចាប់ផ្ដើមអភិវឌ្ឍសាំងណាបូមសាំង 3-4 ឆ្នាំចំណាយលុយអស់400 លានដុល្លារធ្វើរោងបូមសាំងអត់មានសាំងដល់អត់មានសាំងហ៊ុនសែនជួយថៃរហូតដល់យកអត្តយោបូមសាំងណារុកចូលដីខ្មែរប្រហែល 2-3 គីឡូចាក់ចូលដីខ្មែរដូចចលេនអញ្ចឹងបូមអត់មានទេក្នុងដីខ្មែរក៏អត់មានដីថៃក៏អត់មានសាំងប៉ុន្តែតិចមែនទេអត់ចំណេញហ៊ុនសែនក៏ដឹងខ្លួនថាអញចាញ់ព្រៀបថៃអញសញ្ញេរួចមកហើយអញសញ្ញេអនុសារណៈនៃការយោគយល់គ្នាចែកគ្នា 50% ប្រាសាទទាំងអស់ចែកគ្នា 50% ហ៊ុនសែនក៏ដឹងថាគាត់ចាញ់ព្រៀបថៃអត់មានសាំងអញសញ្ញេឲ្យគេរួចហើយកាត់ដីឲ្យគេរួចហើយម្ដងហ្នឹងតាំងពីសម័យតាក់ស៊ីនមករដ្ឋាភិបាលថៃមេតបថៃគេចង់វាយបង្គោលព្រំដែនណាមេតបថៃគេចង់វាយបង្គោលព្រំដែនណាបងប្អូនពេលណាប្រជុំជាមួយហ៊ុនសែនដើរកិច្ចមុខពីព្រោះហ៊ុនសែនដឹងថាខ្លួនឯងចាញ់ព្រៀបថៃកិច្ចមុខណាបងប្អូនហ៊ុនសែនមិនដែលទៅប្រជុំខ្លួនឯងទេបញ្ជូនណែនាយករដ្ឋមន្ត្រីទីប្រឹក្សាខ្លួនឯងទៅប្រជុំហ៊ុនសែនកិច្ចមុខថៃគេមួមកពីព្រោះថៃគេបានព្រៀបណាយើងសញ្ញេពេលណាយើងសញ្ញេវាកើតជាច្បាប់ពេលណាកើតជាច្បាប់គេចង់អនុវត្តច្បាប់នឹងគេចង់វាយបង្គោលព្រំដែនគេចង់វាយបង្គោលព្រំដែនមកដល់ប្រាសាទយើងនេះណាពេលណាហៅហ៊ុនសែនប្រជុំចង់បោះបង្គោលព្រំដែនឲ្យមានគេថាឲ្យដឹងច្បាស់លាស់បោះបង្គោលព្រំដែនឲ្យដឹងច្បាស់លាស់ហ៊ុនសែនដើរកិច្ចមុខរាល់ដងថៃមួមករហូតដល់ផ្ទុះសង្គ្រាមណាបងប្អូននេះជារឿងដែលថៃគេនិយាយយើងអត់ដែលនិយាយទេណាអញ្ចឹងបានតែមកត្រឡប់ដល់ថៃនេះណាថៃគេគ្រប់គ្រងប្រាសាទយើងបានថៃវាខឹងនឹងហ៊ុនសែនហ្នឹងអញ្ចឹងបានវាកំទេចប្រាសាទវាថាប្រាសាទហ្នឹងប្រាសាទវាពាក្យកដាលគ្រប់ប្រាសាទវាពាក្យកដាលចែកគ្នា 50% ណាបងប្អូនហើយអាសម័យសង្គ្រាមថ្ងៃទី1នោះហ៊ុនសែនបាញ់តាហ៊ានថៃងឹបទាំងអស់នៅគ្រប់ប្រាសាទហ្នឹងអានឹងទូរទស្សន៍ថៃគេនិយាយថ្ងៃដំបូងហ្នឹងណាថ្ងៃដំបូងហ៊ុនសែនបញ្ជាឲ្យកងទ័ពខ្លួនឯងណាបាញ់តាហ៊ានថៃងឹបទាំងអស់នៅគ្រប់ប្រាសាទហ្នឹងណាគ្រប់ប្រាសាទពីព្រោះដឹងថាថៃគេនឹងយកមែនទេណាហ៊ុនសែនដែលបាញ់ចោលហ្នឹងគឺបង្កើតកំណត់ជាតិនិយមថាអញណាអញបានរំដោះប្រាសាទអញឲ្យចេញពីថៃកងទ័ពថៃហើយអាគណៈបកប្រឆាំងនៅសហរដ្ឋក៏ល្ងងភ្លើទៅឲ្យទាំងលោកសង្ឃទាំងអីនៅនឹងគ្នាតែប្រកាសអត់ដឹងអីរឿងនេះរឿងហ៊ុនសែនទៅខ្លួនទាំងអស់ណាថៃណាគឺថៃគេចង់អនុវត្តច្បាប់របស់គេដែលយើងសញ្ញេរួចទៅហើយណែបើយើងអត់សញ្ញេគេអត់ហ៊ានឆ្លៀនពៀនទេណាដល់យើងសញ្ញេវាកើតជាច្បាប់ចែកដីឲ្យកាត់ដីឲ្យគេពីព្រោះគេក៏ឲ្យយើងអាកន្លែងកោះគុតបូមសាំងណាចែកគ្នាពាក្យកដាលយើងក៏បូមសាំងនៅក្នុងតំបន់ណាដែលយើងសង្ស័យហ្នឹងណាយើងអត់ដឹងអីដោះឡអត់ដឹងអីតបាតកម្មដូចតែជួយហ៊ុនសែនអញ្ចឹងណាបងប្អូនឥឡូវហ្នឹងណែបងប្អូនយល់ណាបងប្អូនណែរឿងនេះវាអត់វែងទេណាឥឡូវនេះខ្ញុំសូមអរគុណបងប្អូនដែលតាមស្ដាប់ណាបងប្អូនខ្ញុំឆ្ងល់ពេលណានិយាយការពិតណានិយាយការពិតខ្មែរយើងអត់ចង់ស្ដាប់ទេហ៊ុនសែនណាមកអត់ចង់ស្ដាប់ទេយូរជេរទៅទៀតប៉ុន្តែអត់ហ៊ានជេរខ្ញុំទេណាខ្ញុំនិយាយមានហេតុមានផលគេនិយាយខ្ញុំតាមដានរាល់ថ្ងៃ
ណាបងប្អូនឥឡូវនេះហ៊ុនសែនអត់ហ៊ានប៉ុណ្ណឹងទេហ៊ុនសែនគិតថាកន្លែងណាអញ្ចឹងបានគាត់ហាមដាច់ខាតកុំអោយនិយាយរឿងទៀមទាយកដីថៃមកវិញណាណាតនិយាយថាយើងបាត់បង់ទឹកដីចាប់ដាក់គុកពីព្រោះគាត់សញ្ញេឲ្យគេរួចទៅហើយណាគាត់សញ្ញេរួចឲ្យគេទៅហើយដោយសារចង់បានសាំងនោះណាថៃគេថាឲ្យតែទៀមទាទៅវិញគេវាយហើយពីព្រោះដីគេរួចទៅហើយយើងសញ្ញេរួចទៅហើយវានៅក្នុងអនុសារណៈហែងតែនិយាយរឿងហែងតែរំលឹកញយនោះអញវាយហែងណាពីព្រោះហែងសញ្ញេឲ្យអញរួចហើយអញ្ចឹងមកកន្លែងណាហ៊ុនកន្លែងណាថៃកាន់កាប់ប្រាសាទកន្លែងណាទឹកដីកន្លែងណាថៃកាន់កាប់ហ៊ុនសែនអត់ឲ្យនិយាយទេឲ្យគេគ្រប់គ្រងទៅមានតែហ៊ុនពីព្រោះហ៊ុនសែនគិតសញ្ញេតាំងពីដើមមក4-10 ឆ្នាំមុនណាតាំងពីសម័យសម័យ99នោះក៏សញ្ញេរួចមកហើយតាំងប្រហែល20ឆ្នាំជាងណាអភិវឌ្ឍជុំគ្នាណាយើងថាចែកគ្នា50%អភិវឌ្ឍជុំគ្នាចែក50%មកដល់នឹងណាថៃក៏បង្ខិតថៃបើយើងមិនសញ្ញេអនុសារណៈណាគេអត់ហ៊ានចូលដីខ្មែរយើងទេអត់ហ៊ានទេណាតលដាក់ព្រំដែនបើកទ្វារនៅចំកដាលរបងបើចាក់ដល់ប្រាសាទណាដល់របងប្រាសាទដល់កំផែងប្រាសាទនោះពាក្យកដាលម្នាក់ម្ដងប្រាសាទត្រូវពុះជា2ណាពុះជា2ឲ្យគេពាក្យកដាលយើងពាក្យកដាលរបងមកនឹងចូលទៅទាំងអស់គ្នាណាដល់ថៃគេចង់ណែបោះបង្កព្រំដែនហ៊ុនសែនដើរគេគ្រប់ទាំងឡែងអញ្ចឹងបានថៃគេថាអូដល់ពេលវាគេយកអាលេសនៅពេលscam online ហ្នឹងវាយខ្មែរបដ ாய் ណាហើយហ៊ុនសែនក៏អួតទៅទៀតណាឥឡូវសូមអរគុណសូមជម្រាបបងប្អូនថ្ងៃនេះរឿងតិចទេបងប្អូន